បាទនេះគឺជាការពិពណ៌នាបែបច្នៃប្រឌិតនិងយុទ្ធសាស្ត្រសម្រាប់ការសាងសង់អាងចិញ្ចឹមត្រីខ្នាតតូចដែលអ្នកអាចទទួលប្រើប្រាស់នៅក្នុងបណ្ដាញសង្គមដើម្បីទាក់ទាញក្មេងៗនិងជាពិសេសយើងអាចរកចំណូលបន្ថែមសូមស្វាគមន៍មកកាន់ពិភពសំណង់ខ្នាតតូចបាទថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាការសាងសង់អាងចិញ្ចឹមត្រីបែបរ៉ូម៉ាំងឬក៏ត្រីដែលយើងអាចចិញ្ចឹមបែបលម្អដែលធ្វើឡើងអំពីឥដ្ឋតូចៗនិងស៊ីម៉ង់តវាមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាអាចជាការហ្វឹកហាត់ភាពអត់ធ្មត់ការច្នៃប្រឌិតខ្ពស់តោះមកមើលអាងហែលទឹកដ៏ស្រស់ស្អាតរបស់ខ្ញុំទាំងអស់គ្នាតើយើងកសាងឡើងរបៀបណាអញ្ចឹងជាក់ស្ដែងការកសាងសម្រាប់ក្មេងៗដែលជាភាសាអង់គ្លេសគេដាក់ថា educational benefit for kids នៅក្នុងវីដេអូនេះគឺជាប្រភេទវីដេអូដែលយើងសាងសង់សម្រាប់មនុស្សទូទៅជាពិសេសដល់ក្មេងៗមានអត្ថប្រយោជន៍ដូចជាទី1កូនគាត់អាចស្វែងយល់អំពីសំណង់ក្មេងៗអាចស្វែងយល់អំពីគ្រឹះនៃការសាងសង់សំណង់ការរៀបឥដ្ឋការបុកឥដ្ឋនិងជាការកំសាន្តផ្សេងៗទី2គឺសមាធិមានន័យថាកូនគាត់ផ្ដោតអារម្មណ៍ទៅលើការសាងសង់ដែលជួយពួកគាត់មានការអត់ធ្មត់ខ្ពស់ហើយជាពិសេសជ្រើសរើសបែបជីវវិទ្យានិងរូបវិទ្យាគឺការសាងសង់នេះត្រូវការរៀបការគិតហើយនឹងអាចស្វែងយល់អំពីជីវិតផងដែរជាពិសេសតកតងជាមួយនឹងការរកចំណូលតាមអនឡាញមានន័យថា monetization tips ដើម្បីរកចំណូលវីដេអូប្រភេទនេះខ្ញុំគិតថាតាមការស្រាវជ្រាវហើយនឹងអ្វីដែលខ្ញុំឃើញនិងយល់នោះឃើញថា YouTube ហើយនិង Facebook AdSense ដើម្បីបង្កើតវីដេអូប្រភេទ AMR យើងមិនចាំបាច់និយាយទេយើងប្រើតែសំឡេងឥដ្ឋឬក៏សំឡេងទឹកព្រោះវាពេញនិយមបំផុតពិភពលោកជាពិសេសការដាក់ចំណងជើងជាភាសាអង់គ្លេសដើម្បីទាក់ទាញភ្ញៀវបរទេសដើម្បីទស្សនានិងផ្ដល់តម្លៃខ្ពស់ទៅលើផ្សព្វផ្សាយពាណិជ្ជកម្មចំណុចទី2តកតទៅនឹងការណែនាំផលិតផលឬអង់គ្លេសដាក់ថា affiliate marketing នៅពេលដែលយើងធ្វើវីដេអូបែបហ្នឹងយើងអាចដាក់ link ជាឈុតបាទនៅខ្នាតអញ្ចឹងអ្នកផ្សេងគាត់អាចទិញឥដ្ឋកំងពីយើងទាំងអស់គ្នាហើយតមកទៀតតកតទៅនឹង DIY មានន័យថាពេលដែលយើងសាងសង់ចប់អ្នកខ្លះគាត់ចាប់អារម្មណ៍គាត់អាចទិញរបស់របរទាំងអស់ហ្នឹងទៅឲ្យកូនគាត់សាកល្បងផ្ទះហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាហើយបើសិនជាយើងមាន TikTok ទៀតក៏យើងអាចបង្ហោះវាទៅតាម TikTok ពីចុងបញ្ចប់វីដេអូរបស់ខ្ញុំព្យាយាមថតដោយមានពន្លឺហើយបងប្អូនប៉ិនប្រសពក្នុងការថតជាមួយប្លង់ល្អទាំងអស់ទៀតហើយថែមសំឡេងទឹកបន្ថែមទៀតហើយជាពិសេសសំឡេងដែលយើងរៀបឥតលឺសំឡេងបន្ថែមទៀតនោះវាកាន់តែតាក់ទាញដែលអង់គ្លេសថា virals សូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនារីករាយនៅចុងសប្តាហ៍ហើយបើសិនជាមានចម្ងល់សំណួរផ្សេងៗតាក់ទងនឹងឥដ្ឋឬក៏ការរៀបចំនេះអាច comment មកបានខ្ញុំនឹងចែករំលែកសូមអរគុណច្រើនសូមជម្រាបលានិងសូមជូនពរសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណ